ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្ងោរត្រីចាតាមបែបកូរ៉េគ្រឿងផ្សំមានដូចខាងលើចាគឺនាងខ្ញុំប្រើត្រីស្រស់ចំនួន1ក្បាលចាបន្លែខ្ទឹមបារាំងឆៃថាវចាយើងចិតរៀបចំវាបែបហ្នឹងមកចាជាដំបូងហ្នឹងគឺនាងខ្ញុំដាំទឹកចំណុះ1លីត្រចារួចដាក់ឆៃថាវដែលយើងហាន់ជាចំណិតតូចៗចូលចាការដាក់ឆៃថាវបែបនេះគឺធ្វើឲ្យទឹកស៊ុបហ្នឹងវាមានរសជាតិឆ្ងាញ់ចាពេលដែលទឹកពុះគឺនាងខ្ញុំបង់ម្សៅស៊ុបបន្តិចចូលចារួចនាងខ្ញុំដាក់ត្រីចូលចាដោយសារតែត្រីហ្នឹងគឺនាងខ្ញុំទិញថ្មីស្រស់មកពីផ្សារអញ្ចឹងរសជាតិវាឆ្ងាញ់ចាសម្បូរទៅដោយសាច់តែឆ្អឹងតូចគឺអត់សូវមានទេចាមានតែឆ្អឹងទ្រនុងកណ្ដាលចារួចនាងខ្ញុំដាក់ខ្ទឹមបារាំងចូលចាបើសិនជានៅផ្ទះបងប្អូនមានស្រាហ្នឹងបងប្អូនដាក់ស្រា1ស្លាបព្រាបាយចូលផងដែរដើម្បីកាត់ក្លិនឆ្អាបស្រាហ្នឹងពូកែកាត់ក្លិនឆ្អាបផ្សេងចាពេលដែលយើងស្លម្ហូបណាដែលវាមានក្លិនឆ្អាបដូចជាសម្លត្រីអញ្ចឹងត្រូវការប្រើស្រាចាពេលដាក់ស្រាចូលទៅអាពពុះខ្លាញ់ហ្នឹងក៏វាអត់សូវមានផងដែរចាគឺទឹកសម្លយើងគឺថ្លាល្អចារំងាស់វាប្រហែលជា5ទៅ6នាទីចាបើសិនជារំងាស់យូរពេកនឹងធ្វើឲ្យសាច់ត្រីរបស់យើងបែកផងដែរចារួចនាងខ្ញុំដាក់ទឹកត្រីចំនួន3ស្លាបព្រាចូលចាដាក់ម្ទេសដែលហាន់រួចហ្នឹងគឺប្រើម្ទេសដើម្បីកាត់ក្លិនឆ្អាបរបស់ត្រីចាបន្តមកទៀតគឺដើមខ្ទឹមធំចារួចហើយគឺនាងខ្ញុំដាក់ម្រេចចូលចាដាក់វាបន្តិចទៅដើម្បីកាត់ក្លិនឆ្អាបភ្លក់មើលឃើញថាសម្លយើងហ្នឹងគឺមានរសជាតិឆ្ងាញ់ល្មមចាត្រីហ្នឹងក៏ស្រស់ចាមានរសជាតិផ្អែមផងដែរចាជាចុងក្រោយហ្នឹងគឺដាក់សណ្តែកបណ្ដោះហើយនឹងភ្លៅកង្កែបរបស់យើងហ្នឹងចូលហ្នឹងរួចជាការស្រេចចាសម្លហ្នឹងគឺងាយស្រួលធ្វើហើយរយៈពេលដែលធ្វើហ្នឹងក៏លឿនផងដែរចាឃើញថាឆ្អិនរួចរាល់ហើយយើងអាចបិទហ្គាសដួសដាក់ចានបានចាបើសិនជានៅផ្ទះបងប្អូនមានមនុស្សចាស់ឬមួយក៏កូនក្មេងចាសម្លហ្នឹងអាចបរិភោគជុំគ្នាបានដោយសារតែវាអត់សូវហឹរចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ